នៅក្នុងប្រទេសថៃបានប្រមានទោះបីជាព្យុះនរកបានចុះកម្លាំងក៏ដោយតែចំនួនទឹកភ្លៀងនៅតែអាចកើតមានចំណេះ stand up នឹងធ្វើការលំអិតព័ត៌មាននេះប្រទេសថៃនាយកដ្ឋានឧតុនិយមនៅក្នុងប្រទេសថៃបាននិយាយថាទោះបីជាព្យុះទីហ្វុងនរោបានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបក៏ដោយប៉ុន្តែវានឹងបន្តនាំមកនៅភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសុក្រនេះជាមួយនឹងការគម្រាមកំហែងនៃទឹកជំនន់នេះផងដែរប្រធាននាយកដ្ឋានលោកស្រីឈុំផារ៉ាត់បាននិយាយថាព្យុះនេះបានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបនៅក្នុងខេត្តឆៃយ៉ាភូមិភាគឦសាននៅម៉ោងប្រមាណ 7 យប់នៅថ្ងៃប្រហ័សប៉ុន្តែនៅថ្ងៃសុក្រនេះប្រព័ន្ធសម្ពាធទាបរបស់ព្យុះនេះនៅតែគ្របដណ្ដប់នៅលើតំបន់ទំនាបភាគខាងជើងនិងតំបន់ទំនាបភាគកណ្ដាលនិងភាគឦសានផងដែរលោកស្រីឈុំផារីបាននិយាយបន្តទៀតថាទន្ទឹមនឹងខ្យល់មូសុងបោកបក់យ៉ាងខ្លាំងក្លានេះព្យុះនេះនឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងផងដែរនៅផ្នែកខ្លះនៃប្រទេសថៃមានដូចជានៅភាគខាងជើងភាគឦសានទំនាបកណ្ដាលភាគខាងកើតនិងភាគខាងត្បូងរយៈពេល1ថ្ងៃទៀតជាពិសេសនោះអាចនឹងកើតមានទឹកហូរហៀរនិងទឹកជំនន់នៅជម្រាលភ្នំនិងតំបន់ទំនាបរហូតមកដល់ពេលនេះនៅតែមានភ្លៀងធ្លាក់ឥតឈប់ឈរនិងបានបង្កជាទឹកហូរចេញពីជួរភ្នំភូលង្កាហើយក៏បានហូរចូលទៅស្រុកមឿងនៃខេត្តឆៃយ៉ាភូមិនៅម៉ោងប្រហែលជា 9 យប់នៅថ្ងៃប្រហ័សស្របពេលជាមួយគ្នានេះផងដែរកម្រិតទឹកជំនន់មានចាប់ពី50 ទៅ 80 សង់ទីម៉ែត្រនៅកណ្ដាលខេត្តកាលពីយប់ថ្ងៃប្រហ័សប៉ុន្តែបានស្រកបន្តិចទៅវិញនៅក្នុងកម្រិត50 ទៅ 60 សង់ទីម៉ែត្រកាលពីព្រឹកថ្ងៃសុក្រនេះគូបញ្ជាក់ផងដែរថាខេត្តឆៃយ៉ាភូមិគឺជាខេត្តមួយនៅក្នុងចំណោមខេត្តនៅក្នុងតំបន់ទំនាបកណ្ដាលភាគខាងជើងនិងភាគឦសានដែលនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយដែលរំពឹងថានឹងមានទឹកជំនន់ភ្លាមនៅថ្ងៃសុក្រនេះបាទយើងឃើញថានៅក្នុងប្រទេសថៃគឺរងផលប៉ះពាល់គួរសមដែរតែអ្វីដែលធ្ងន់ធ្ងរនោះគឺទឹកជំនន់គឺទឹកភ្លៀងបាទទឹកភ្លៀងបានវាយបកសាហាវមែនទែនទៅដល់ប្រទេសថៃដែលធ្វើឲ្យតំបន់ខ្លះនៅក្នុងប្រទេសថៃនឹងគឺបានលិចដូចជាតំបន់ទំនាបកណ្ដាលភាគខាងជើងភាគឥសានបាទគឺមានការរងគ្រោះដោយសារតែទឹកជំនន់ផងដែរតែទោះបីជាយ៉ាងណាក៏ដោយយើងឃើញថាខ្យល់ព្យុះមួយនេះគឺបានបោកបក់ពីប្រទេសវៀតណាមចូលទៅដល់ប្រទេសឡាវហើយឆ្លងកាត់ទៅដល់ប្រទេសថៃតែព្យុះនេះគឺបានធ្វើការវិប្រហារខ្លាំងនៅក្នុងប្រទេសវៀតណាមដែលធ្វើឲ្យប្រទេសវៀតណាមរងផលប៉ះពាល់ជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធភ្លើងផ្លូវក៏ដូចជាផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសវៀតណាមនោះគឺរងផលប៉ះពាល់ច្រើនមែនទែនរហូតទៅដល់រាជរដ្ឋាភិបាលវៀតណាមបានប្រកាសឲ្យប្រជាជនដែលរងគ្រោះដោយទឹកជំនន់ឬក៏ខ្យល់ព្យុះនោះគឺទៅរកទីទួលដែលមានសុវត្ថិភាពផងដែរបានជើងព័ត៌មានដែលយើងខ្ញុំបានលើកឡើងនេះក៏សូមបញ្ចប់ហើយក៏សូមអរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ប្រិយមិត្តទាំងអស់គ្នាមកទស្សនានៅលើ Channel Stand Up ក៏ដូចជា Page កំណើតរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់ផងដែរបាទសូមអរគុណសូមជម្រាបលា